ពាក្យមួយគេនិយាយថាទឹកក្តៅអាចធ្វើឲ្យពងទារឹងបានប៉ុន្តែទឹកក្តៅក៏ធ្វើឲ្យដំឡូងតុនបានដូចគ្នាជីវិតមនុស្សយើងពេលខ្លះប្រឡូកចូលសភាពការដូចគ្នាទេប៉ុន្តែលទ្ធផលចេញមកគឺអត់ដូចគ្នាទេអ្នកខ្លះក៏រឹងមាំអ្នកខ្លះក៏បាក់ស្បាតនៅក្នុងសភាពការមួយនឹងដែរពេលខ្លះយើងមិនគួរយកទស្សនៈថាគេធ្វើបានរឿងអីយើងធ្វើមិនបានពេលខ្លះទ្រឹស្ដីមួយនឹងវាធ្វើឲ្យយើងផុងខ្លួនទៅរឿងអន្តរាយក៏មានដែរមុននឹងធ្វើអ្វីមួយត្រូវមើលខ្លួនឯងសិនពេលខ្លះយើងមិនដូចគេទេហើយបើសិនជាយើងហក់លោតទៅតាមគេយើងនឹងអន្តរាយហើយយើងខ្លាចជាជនរងគ្រោះក៏ថាបានដែរមុននឹងធ្វើអីទៅសួរខ្លួនឯងសិនយើងជាអ្វីយើងមានអ្វីហើយយើងអាចធ្វើអីបានល្អយើងប្រកែត្រង់ណាហើយគួរចាប់ផ្ដើមបែបណាហើយទៅមុខបែបណាឈប់យកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយជីវិតគេទៀតមិនមែនគ្រប់រឿងដែលគេធ្វើបាននឹងយើងសុទ្ធតែធ្វើបានទាំងអស់ទេពេលខ្លះមនុស្សមានលទ្ធភាពសមត្ថភាពនិងពេលវេលាបរិយាកាសខុសៗគ្នាច្រើនមែនតើអញ្ចឹងមុននឹងធ្វើអីត្រូវមើលខ្លួនឯងកុំហក់លោតទៅតាមគេពេលខ្លះគេមានលុយពេលខ្លះគេមានលទ្ធភាពខ្ពស់ជាងយើងគេធ្វើបានរឿងច្រើនជាងយើងមើលលទ្ធភាពខ្លួនឯងពង្រឹងសមត្ថភាពខ្លួនឯងរីកចម្រើនមួយធ្វើខ្លួនឯងឲ្យរឹងមាំបំផុតគេដើរលឿនជារឿងដោយឡែករបស់គេយើងដើរទៅមុខតិចតែរឹងមាំច្បាស់លាស់ជារឿងដោយឡែករបស់យើងឈប់ប្រៀបធៀបឈប់ហក់លោតដោយគ្មានមូលដ្ឋានសភាពការជីវិតគេពេលខ្លះមិនដូចសភាពការជីវិតយើងទេមើលខ្លួនឯងឲ្យច្រើនបំផុតទើបយើងមិនខ្លាចជាជនរងគ្រោះដោយការប្រឡូកនៅក្នុងសង្គមមួយនេះ